来看一下题目就是同学，同学ยังใหญ่ให้คือมัธยมขนาด没呢？同学คือมัธยมขนาด好，我们来看第一，他说我的同学很好，你来ทำไม？មិត្តរੂមថ្នាក់របស់ខ្ញុំល្អណាស់对，មិត្តរដ្ឋរបស់ខ្ញុំល្អណាស់我的同学很好មានន័យគាត់កន្លែងនេះយើងអាចថែមពាក្យយើងរៀនមិញ都你可以说我的同学都很好都很好គឺសុទ្ធតែល្អទាំងអស់懂吗他是我的同学គាត់គឺជាមិត្តរួមថ្នាក់របស់ខ្ញុំ对គាត់គឺជាមិត្តរួមថ្នាក់របស់ខ្ញុំ新来的同学很安静知道什么意思吗អានជីហ្នឹងឯគេលោកស៊ឺឈ្មោះមែន静គឺ不是很安静ស្ងប់ស្ងាត់មានន័យថាគាត់មិន就不喜欢说话សិស្សថ្មីមិនគាត់មិនគាត់ស្ងប់ស្តែងាត់តួគាត់ស្ងប់ស្ងាត់ដែរមានថាគាត់អត់លឺមាត់អត់និយាយអីសោះតែមក很安静មានន័យថាពេលដែលគេនិយាយគ្នាអញ្ចឹងគឺគាត់一个人的យើងហៅថាដូច introvert ដែរ懂吗就不跟别人说话懂吗很安静好第五第四同学们都在准备考试你可以准备考试考试យើងនិយាយហើយ考试គេត្រៀមខ្លួនเอาចាប់ផ្ដើមត្រៀមខ្លួនអីประลอง对ត្រៀមខ្លួននៅក្នុងការប្រឡងណា同学们都在准备考试មិត្តរួមថ្នាក់ទាំងអស់គ្នាគឺសុទ្ធតែរៀបចំអីគេត្រៀមខ្លួននៅក្នុងការប្រឡងមិនអត់ព្រោះ說ឥឡូវថ្ងៃស្អែកគឺត្រូវអីគេត្រូវប្រឡងអញ្ចឹងថ្ងៃនេះគឺគាត់មិន准备考试គាត់មើលមេរៀនគាត់អីចឹងណា懂吗准备考试就是同学